ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីច្បាប់ស្ដីពីគណនេយ្យនិងសវនកម្មចំពោះច្បាប់នេះមានវិសាលភាពអនុវត្តចំពោះស្ថាប័នសាធារណៈសហគ្រាសអង្គភាពមិនស្វែងរកប្រាក់ចំណេញគណនេយ្យករនិងសវនករមិនអាចផ្ដល់សេវាសវនកម្មជូនសហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលខ្លួនធ្លាប់ផ្ដល់សេវាគណនេយ្យឡើយលើកលែងតែការផ្ដល់សេវាគណនេយ្យនោះបានបញ្ចប់ក្នុងរយៈពេលយ៉ាងតិច3ឆ្នាំសវនករមិនត្រូវបន្តផ្ដល់សេវាជូនសហគ្រាសឬអង្គភាពមិនស្វែងរកប្រាក់ចំណេញណាមួយលើសពី5ឆ្នាំបន្តបន្ទាប់គ្នាឡើយសវនករមិនត្រូវផ្ដល់សេវាសវនកម្មជូនសហគ្រាសដែលខ្លួនទទួលផលប្រយោជន៍ឬមានសិទ្ធិគ្រប់គ្រងទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីតាមរយៈសហព័ន្ធញាតិលោហិតឬញាតិពន្ធរហូតដល់ថ្នាក់ទី3ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ